នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបំលែងរូបភាពអ្នកទាំងអស់គ្នាទៅជាកូនងាបន្ទាប់មកធ្វើឲ្យវានិយាយដូចនៅក្នុងវីដេអូនេះអញ្ចឹង AI tool ដែលយើងត្រូវប្រើគឺ ChatGPT និង Hydra ជាដំបូងអ្នកទាំងអស់គ្នាត្រូវថតសំឡេងរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាថតជាមួយអីក៏បានដែរឲ្យតែបានសំឡេងបន្ទាប់មកចូលទៅកាន់ website ChatGPT ឬក៏អ្នកទាំងអស់គ្នាអាចប្រើប្រាស់ app ក៏បានដែរនៅលើទូរស័ព្ទដៃរបស់អ្នកទាំងអស់គ្នានៅក្នុង ChatGPT បងប្អូនចុចទៅលើសញ្ញាបូកនេះដើម្បីទាញរូបរបស់អ្នកទាំងអស់គ្នាចូលបន្ទាប់មកអ្នកទាំងអស់គ្នាសរសេរប្រមដើម្បីឲ្យវាបំលែងរូបរបស់យើងឲ្យទៅជាកូនងាបើសិនបើអ្នកទាំងអស់គ្នាអត់សូវពូកែខាងសរសេរជាភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចប្រើប្រាស់ Google Translate ដើម្បីបកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេសបន្ទាប់មកអ្នកទាំងអស់គ្នា copy ភាសាអង់គ្លេសដែលវាបកប្រែហើយនឹងយកមកផាសនៅក្នុង ChatGPT ដើម្បីឲ្យវាបំលែងរូបភាពរបស់យើងទៅជាកូនងាអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាទទួលបានរូបភាពដែល ChatGPT បង្កើតឲ្យហើយsave វាទុកបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ website Hydra ប្រសិនបើអ្នកទាំងអស់គ្នាអត់ទាន់មាន account ទេអ្នកទាំងអស់គ្នាអាចបង្កើត account ទៅវានឹងឲ្យ300 credit សម្រាប់ប្រើប្រាស់ free ប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នាត្រូវការប្រើច្រើនអ្នកទាំងអស់គ្នាអាចទិញ credit ថែមឬអ្នកទាំងអស់គ្នាអាចបង្កើត Gmail account ថ្មីដើម្បីទទួលបាន credit free បន្ថែមទៀតអូខេអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នា log in ចូលក្នុង website Hydra ហើយចូលទៅកាន់កន្លែង video នៅកន្លែង audio script នេះគឺជាកន្លែងដែលយើងត្រូវទាញសំឡេងដែលយើងបាន record នឹងចូលហើយកន្លែង start frame នេះគឺជាកន្លែងដែលយើងត្រូវទាញយករូបភាពដែលយើងចង់ឲ្យវានិយាយនឹងចូលការធ្វើម្ដងគឺយើងអាចធ្វើបានតែរយៈពេល20វិនាទីទេប្រសិនបើអ្នកទាំងអស់គ្នាចង់ធ្វើវែងជាងហ្នឹងអ្នកទាំងអស់គ្នាអាចកាត់សំឡេងកណាត់ហើយធ្វើវាថ្មីមួយទៀតចឹងបន្ទាប់ពីទាញសំឡេងហើយនឹងរូបភាពចូលហើយនៅកន្លែងប្រមនេះអ្នកទាំងអស់គ្នាមិនបាច់សរសេរអីទេចុចទៅលើរូបព្រួញពណ៌ផ្កាឈូកនេះចុច continue ហើយអ្នកទាំងអស់គ្នារងចាំរហូតដល់វាបង្កើតវីដេអូរួចរាល់បន្ទាប់ពីវាបង្កើតវីដេអូហើយអ្នកទាំងអស់គ្នាចុច save ជាការស្រេចអូខេនេះគឺជាវិធីដែលអ្នកទាំងអស់គ្នាអាចធ្វើឲ្យរូបភាពនិយាយទៅតាមសំឡេងរបស់អ្នកទាំងអស់គ្នាជាមួយ AI ប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះកុំភ្លេចចុច follow or subscribe for more